ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារអស់រយៈពេល3អាទិត្យហើយតែខ្ញុំនៅតែលាក់បាំងប្រពន្ធខ្ញុំមិនឲ្យគាត់ដឹងរួចនៅពេលនេះខ្ញុំក៏កំពុងតែរកការងារធ្វើដែរប្រពន្ធខ្ញុំក៏សួរថាតើខ្ញុំមកពីធ្វើការហត់អត់ខ្ញុំក៏ឆ្លើយថាឲ្យតែបានឃើញមុខអូនគឺបងបាត់ហត់ហើយប្រពន្ធរបស់ខ្ញុំក៏សើចហើយថាចាំអូនឌូបាយឲ្យបងថែមណាខ្ញុំក៏បានឃើញសម្បល់របស់ប្រពន្ធខ្ញុំក៏ខំទប់ទឹកភ្នែកមិនឲ្យហូរហេតុអ្វីបានជារឿងមិនល្អកើតលើរូបយើងទាំងពីរនាក់ស្របពេលតែមួយបែបនេះបើអូនចាក់ចេញពីបងតើឲ្យបងគិតយ៉ាងម៉េចទៅប្រពន្ធសម្លាញ់